បាទសួស្តីគ្នាយើងថ្ងៃនេះយើងទៅជែកគ្នាបន្ថែមពាក់ព័ន្ធជាមួយនឹងភាពរួមនៃ Swift ហើយអ្វីដែលយើងនឹងទៅជែកគ្នានៅថ្ងៃនេះគឺតកតងជាមួយនឹង lim sub ហើយនិង lim ang limit លើហើយនិង limit ក្រោមជានេះគឺជាផ្នែកបំពេញបន្ថែមមួយទៅលើភាពរួមនៃ Swift ពីព្រោះបើយើងនិយាយអំពីលំនាំនៃភាពរួមគឺមានភាពងាយយល់គឺងាយយល់នៅត្រង់ណាគឺមានន័យថាបើសិនជាយើងមាន switch AN រួមទៅរក A នោះទីបំផុតតួនៃ switch គឺនៅក្បែរជាមួយនឹង A កាលណា N ធំគ្រប់គ្រាន់ក៏ប៉ុន្តែសំណួរនៅត្រង់នេះសួរថាតើមានអ្វីផ្សេងដែលយើងអាចនិយាយបានបន្ថែមទៀតនៅទីនេះចឹងនៅក្នុងផ្នែកនេះគឺយើងផ្ដោតទៅលើ switch ផ្ទាល់ដែលមិនចាំបាច់រួមយើងជាក់ស្ដែងដូចជាដក1ស្វ័យគុណ n ដែលគឺជា switch ផ្ទាល់ក៏ប៉ុន្តែ switch នេះគឺអត់រួមនោះទេចឹងរឿងរ៉ាវទាំងអស់នេះគឺនាំទៅដល់បញ្ញត្តិ limit នៃ switch បន្ថែមទៀតដែលរួមមាន limit គោលលើហើយនិង limit គោលក្រោមហើយយើងពិនិត្យមើល switch AN ស្មើជាមួយដក1ស្វ័យគុណ n 1បូក1លើ n អញ្ចឹងនៅត្រង់នេះគឺបើយើងជំនួស n 4 5តួដំបូងគ្នាយើងនឹងឃើញថាតួរបស់វាគឺឆ្លាស់គ្នាមានសញ្ញាដកបូកដកបូកអញ្ចឹងនៅត្រង់នេះបើសិនជាយើងពិនិត្យតែសន្ទុះទាំងឡាយណាដែលមានសន្ទុះគូគឺយើងមើលទម្រង់ A 2កាអញ្ចឹងនេះគឺស្មើ1បូក1នៅលើ2កាអញ្ចឹងនេះគឺជា switch ថ្មីមួយដែលយើងអាចបង្កើតចេញពី switch AN បាទអានេះហៅថាជា switch រងនៃ switch AN ចឹងសម្រាប់ switch ថ្មីនេះគឺយើងនឹងអាចគណនា limit របស់វានៅពេលដែលការកាន់តែធំអញ្ចឹងគឺ switch ថ្មីនេះគឺរួមទៅរកមួយក៏ប៉ុន្តែបើសិនជាគ្នាយើងពិនិត្យមើលតួដែលមានសន្ទុះសេសវិញ A 2ការដក1យើងមានសញ្ញាដកហើយមាន1បូក1នៅលើ2ការដកនេះក៏ជា switch រងមួយនៃ switch AN យ៉ាងដូចដែលយើងបានសង្កេតនៅខាងលើមិញគឺនៅពេលនៃការកាត់ទៅបូកកំណត់ A 2ការអញ្ចឹងគឺមាន limit ស្មើជាមួយនឹង1សម្រាប់ A 2ការដក1គឺ limit ដក1អញ្ចឹងរឿងទាំងអស់នេះគឺពាក់ព័ន្ធជាមួយនឹង limit លើពាក់ព័ន្ធជាមួយនឹង limit ក្រោមហើយក៏វាពាក់ព័ន្ធជាមួយនឹងភាពរួមនៃ switch AN ផងដែរអញ្ចឹងគ្នាយើងនឹងឃើញថា switch AN ដែលយើងបានឃើញនៅខាងលើនេះគឺមិនមែនជា switch រួមនោះទេបាទចឹងនៅត្រង់នេះគឺយើងចាប់ផ្ដើមពិនិត្យទៅលើបញ្ញត្តិនៃ limit លើហើយនិង limit ក្រោមចឹងបើសិនជាយើងយក AN គឺជា switch ណាមួយនៃចំនួនពិតគឺជាសំណុំនៃគ្រប់ limit switch រងនៃ AN ជាក់ស្ដែងដូចជានៅក្នុងករណីមិញយើងមាន A2 ការA2ការដក1គឺជា switch រងហើយ limit របស់វា1ដក1ដែលយើងបានឃើញនៅខាងលើមិញអញ្ចឹងយើងតាំងគឺជាសំណុំនៃ limit របស់គ្រប់ switch រងទាំងអស់នៃ switch AN បាទហើយយើងហៅថាជាសំណុំ limit នៃ switch រងនៃ AN ចឹងបើ AN គឺជា switch ផ្ទាល់នោះគឺcopy ទៅទេយើងមើលឧទាហរណ៍ខ្លះនៅត្រង់នេះបើសិនជាយើងមាន switch 1 1លើ2 1លើ3គេនេះគឺទម្រង់1លើ n គឺរួមទៅដល់0វាមានន័យថាគឺជាសំណុំមកទៀត0បាទព្រោះគ្រប់ switch រងនៃ switch 1លើ n គឺរួមទៅដល់0ហើយយើងមើល switch 1ដក1 1ដក1គេនេះគឺយើងមានទម្រង់ switch រង1គឺរួមទៅដល់1ហើយ switch រង1ទៀតគឺរួមទៅដល់ដក1អញ្ចឹងគឺ1ដក1ណាបើយើងមើល switch 1 2 3 4 5នេះគឺជា switch reach គេមានន័យថាវាអត់មាន switch រងរួមនោះទេគឺទៅទេហើយយើងមើលនៅត្រង់នេះយើងមាន1 3លើ2 1លើ3 5លើ4 1លើ5ចឹងយើងមើលប្រភេទ1 3លើ2 5លើ4នេះគឺរួមទៅដល់1ហើយប្រភេទ1លើ3 1លើ5
ណាមួយលើ7គឺរួមទៅដល់0វាជា switch រងបាទណានៃ switch A ចឹងគឺមាន2ធាតុ0 1ចឹងកាលណាយើងមានព័ត៌មានតេតិនជាមួយនឹងយើងនឹងប្រើវាដើម្បីកំណត់ lim sub ហើយនឹង lim arm នៅក្នុងពេលបន្តិចទៀតឥឡូវជាក់ស្ដែងបើសិនជាយើងមាន switch AN គឺជា switch ទាល់នៅចន្លោះ AB យើងបានឃើញហើយថារបស់យើងគឺខុសអំពីទៅទេចឹងចំពោះគ្រប់ switch រងរួម AN កាបាទនៃ AN គឺក៏នៅចន្លោះ A ហើយនិង B បាទចឹងគឺយើងមាន limit នៃ AN កានៅចន្លោះ A ហើយនិង B ចឹងដោយដែលយើងបានឃើញពីមុនជាទូទៅចំពោះសំណុំស៊ុបហើយនឹងអាំងនេះគឺមិនចាំបាច់ជាធាតុនៃនោះទេក៏ប៉ុន្តែសម្រាប់សំណុំដែលជាសំណុំ limit នៃ switcher គឺវាផ្ទុកស៊ុបជារបស់ហើយនឹងអាំងជារបស់នេះជាលក្ខណៈពិសេសមួយសម្រាប់ដែលយើងកំណត់នេះធៀបជាមួយនឹងសំណុំដូចទៅយើងមានឡែមមួយនៅត្រង់នេះបើសិនជាយើងមាន AN ជា switcher នឹងយើងតាំងគឺជាសំណុំ limit នៃ switcher នោះស៊ុបនៃជាធាតុរបស់infimum នៃគឺជាធាតុរបស់បាទឬនិយាយម្យ៉ាងទៀតគឺមានន័យថាវាមាន switch រង ANK នៃ AN ដែលរួមឬក៏យើងនិយាយថា limit នៃ ANK នេះស្មើជាមួយនឹងស៊ុបហើយយើងមាន switch BNK នៃ switch AN ដែល limit នៃ BNK ស្មើជាមួយ infimum នៃបាទនេះជាលក្ខណៈពិសេសមួយរបស់យ៉ាងឡើយយើងពិនិត្យមើលករណី supremum ហើយយើងតាំង m គឺជា supremum នៃយើងប្រើលក្ខណៈប៉ាន់ស្មាននៃ supremum គឺមានធាតុ A ជារបស់ដែល m ដក epsilon ដូចជា A ដូចជាឬស្មើជាមួយនឹង m បាទចាំមួយបន្ទាន់នេះគឺលក្ខណៈប៉ាន់ស្មាននៃ supremum យើងមើល A ជារបស់បាទអញ្ចឹងគឺយើងអាចរកបាន switch ANK ដែលរួមទៅរក A បាទណាដូច្នេះវាមានការជារបស់ n ដែលយើងមាន m ដក epsilon ដូចជា ANK ដូចជា m បូក epsilon ចំពោះគ្រប់ការធំជាងឬស្មើជាមួយនឹងការចឹងនេះគឺយើងព្យាយាមសរសេរទៅជាទម្រង់វិសមភាពមួយឲ្យទៅជានិយមនៃ switch រួមដែលយើងបានឃើញពីមុនយ៉ាងដូចនេះចំពោះ n នីមួយយើងមានវិសមភាពមួយនេះគឺពិតចំពោះអនន្តនៃ n បាទហើយយើងអាចពិចារណាបាទទៅលើ epsilon 1ស្មើជាមួយនឹង1បាទនោះវាមាន n 1ដែលទៀងទាត់វិសមភាពនេះយើងយក epsilon 2ស្មើជាមួយនឹង1ភាគ2ហើយដោយហេតុតែវានេះគឺពិតចំពោះអនន្តនៃ n អញ្ចឹងគឺយើងអាចយក n2 ដែលទៀងទាត់វិសមភាពនេះចំពោះគ្រប់ n2 ធំជាង n1យើងមកយើងនិយាយទៅនេះគឺលក្ខណៈដែលយើងទាញយក switch រងចេញពី switch AN ដែលផ្ទៀងផ្ទាត់ AN កាដល់ m ទៅជាមួយលើការដែលមានន័យថា switch AN កានេះគឺរួមទៅរក m វាជា supremum នៃបាទចឹងវាជាធាតុរបស់ចឹងសម្រាប់ infimum គឺយើងប្រើលក្ខណៈប៉ាន់ស្មាននៃ infimum ហើយបន្ទាប់មកគឺយើងទាញយក switch តែរួមទៅនឹង infimum នៃឥឡូវយើងមើលពាក់ព័ន្ធជាមួយនឹង lem នេះគឺយើងអាចកំណត់និយមន័យនៃ limit លើក៏ដូចជា limit ក្រោមបាទនៅត្រង់នេះគឺយើងមើល lim sub នៃ AN គឺជា supremum នៃសំណុំដែលយើងបានកំណត់ខាងលើគឺជាសំណុំនៃ limit switcher របស់វាហើយ limit ក្រោមគឺជា infimum នៃចឹងតាមរយៈនិយមន័យនេះគឺប្រាប់ជាយើងថាដើម្បីគណនា limit លើហើយនិង limit ក្រោមគឺយើងត្រូវកំណត់ដែលជាសំណុំ limit នៃ switcher របស់វាទាំងអស់ហើយបន្ទាប់មកយើងមើលបេក្ខភាព supremum គឺជា lim sub ហើយនៃ infimum គឺជា lim arm បាទនេះគឺជារឿងមួយដែលយើងអាចប្រើដើម្បីគណនា lim sub ហើយនិង lim arm ចឹងមានន័យថា lim sub នៃ AN គឺជា limit ធំជាងគេនៃ switch រងរួមទាំងអស់នៃ AN
ហើយ lim អាងគឺជា limit តូចជាងគេនៃ switch រឿងរួមទាំងអស់នៃ AN ហើយជាទូទៅគឺយើងមាន lim អាងគឺតូចជាងឬស្មើជាមួយនឹង lim sub ហើយបើសិនជា AN ជា switch ដែលមិនទាល់ក្រោមនោះ lim អាងគឺដក anon បើសិនជា AN គឺជា switch ដែលមិនទាល់ទេនោះ lim sub គឺស្មើជាមួយនឹងបូក anon បាទយើងអាចមើលឧទាហរណ៍ខ្លះនៅត្រង់នេះដូចជាទម្រង់ដក1 សេគុណ n n នៅលើ n បូក1 lim អាងស្មើជាមួយនឹងដក1ហើយ lim sub នៃ switch មួយនេះគឺស្មើជាមួយនឹង1វាមានដក1 សេគុណ n បូក1គុណជាមួយនឹង n បាទអញ្ចឹងនេះគឺនៅពេលដែល n ស្មើ1 switch នេះគឺ0បាទអញ្ចឹងនៅត្រង់នេះគឺយើងទាញបាន lim អាងនៃផលគុណនេះគឺស្មើជាមួយនឹង0ប៉ុន្តែ lim sub គឺបូក anon មានន័យថា switch របស់យើងគឺមិនទាល់លើទេសម្រាប់ sin n បាទគឺវាប្រែប្រួលនៅចន្លោះដក1ហើយនឹង1មានន័យថា lim អាងនៃ sin n គឺស្មើជាមួយនឹងដក1 lim sub នៃ sin n គឺស្មើជាមួយនឹង1បាទឥឡូវយើងមើលយើងអាចសម្គាល់lim sub ក៏ដូចជា lim អាងបាទគឺជា limit នៃ supremum សម្រាប់ lim sub ហើយនឹង lim អាងគឺជា limit នៃ infimum នៃ switch ទាល់ AN រៀងគ្នាយ៉ាងបើសិនជាយើងមាន AN គឺជា switch ទាល់ហើយយើងតាំង A bar គឺជារបស់ R វាមានសម្ដៅខាងក្រោមសាប់ប្រមូលគ្នានេះបើយើងនិយាយទៅគឺយើងប៉ាន់ស្មានដោយលក្ខណៈ supremum ដែលយើងឃើញសម្រាប់សំឡុងទូទៅបើសិនជា A bar គឺជា lim sub នៃ AN មានន័យថាបើ epsilon វិជ្ជមានវាមានយ៉ាងច្រើនចំនួនរាប់អស់នៃ AN ដែល A bar បូក epsilon ទូជាង n ហើយនឹង anon ទូណាយើងមាន A bar ដល់ epsilon ទូជាង AN បើសិនជាយើងតាំង AN bar គឺជា sub នៃ AK ការចាប់ពី n ទៅអញ្ចឹងគឺ A bar គឺជា limit នៃ AN bar បាទនេះគឺជា infimum នៃ AN bar អញ្ចឹងនៅត្រង់នេះគឺផ្ដល់នៅមធ្យោបាយមួយទៀតជួយឲ្យយើងគណនា lim sub តាមរយៈ supremum នៃ AK ការចាប់ពី n តូចទៅហើយយើងគណនា infimum នៃសំឡុំមួយនេះអញ្ចឹងគឺយើងនឹងទទួលបាន lim sub អញ្ចឹងយើងពិនិត្យទៅលើសម្រាយបញ្ជាក់របស់យើងនៅត្រង់នេះគឺមានចំនួនសមមូលចឹងយើងស្អែក1នាំឲ្យ2ជាមួយនាំឲ្យ2នេះគឺយើងប្រើ lim sub តាមនិយមន័យដែលយើងប្រើសំឡុំគឺជាសំឡុំ limit នៃ switch នៃ AN បាទយើងមាន A bar នេះគឺជា lim sub នៃ AN គឺជា supremum នៃ ហើយតាមរយៈ lem ខាងលើដែលយើងបានឃើញគឺ lim sub គឺជារបស់ បាទចឹងនៅត្រង់នេះគឺ A bar ជាធាតុរបស់ ចឹងវាមាន switch រឿងនៃ AN មួយដែលរួមទៅនឹង A bar តែមានន័យថាយើងអាចសរសេរជាទម្រង់វិសមភាព A bar ដល់ epsilon ដូចជា AN ដូចជា A bar បូក epsilon បិទចំពោះ anon តួនៃ n ជាពិសេសគឺ A bar ដល់ epsilon ដូចជា AN បិទចំពោះ anon នៃ n យើងសន្មតថា A bar បូក epsilon ដូចជា AN បិទចំពោះ anon នៃ n ហើយយើងនឹងស្រាយថាវាទៅមិនរួចនោះទេឥឡូវយើងមាន AN គឺជា switch ទាល់បាទ AN ដូចជាឬស្មើជាមួយនឹង m ចំពោះរូប n ចំពោះ m វិជ្ជមានខ្លះចឹងយើងចេញពីវិសមភាព A bar បូកជាមួយនឹង epsilon ដូចជា AN ដែលយើងសន្មតថាពិតចំពោះ anon តួនៃ n ចឹងគឺយើងអាចរក switch រងដែលមានទម្រង់ AN កាបាទយើងនៅត្រង់នេះគឺ A bar បូកជាមួយនឹង epsilon ដូចជា AN កាដូចជាស្មើជាមួយនឹង m យើងអាចសន្មតថា AN កាគឺជា switch រួមពីព្រោះវាជា switch ទាល់បាទចឹងយើងអាចសិក្សា switch រឿងរបស់វាតាមទស្សវត្ស monotone រួមនៅត្រង់នេះហើយដូច្នេះគឺយើងមាន A bar បូកជាមួយនឹង epsilon ដូចជា lim នៃ AN កាដូចជាស្មើជាមួយនឹង m ចឹងយើងបានបង្ហាញថា switch រឿង AN ការួមទៅរកលេខដែលធំជាង A bar ដែលផ្ទុយអំពីនិយមន័យនៃ A bar ស្មើជាមួយនឹង supremum នៃ តាមព្រោះវារួមទៅរកទៀតមួយដែលធំជាង supremum គឺវាអត់ទៅនោះទេនេះគឺយើងទទួលបានចំណុចទី2ហើយយើងមើល
ចេញពី2នាំឲ្យ3គឺយើងយក epsilon វិជ្ជមានអញ្ចឹងយើងមានវិសមភាពមួយគឺ a បាបូកជាមួយនឹង epsilon ឬ epsilon លើ2ក្នុងករណីនេះគឺដូចជា an គឺពិតចំពោះចំនួនរាប់អស់នៃ n វាមាន n ធំមួយជារបស់ n ដែលយើងមានវិសមភាព an ដូចជាឬស្មើជាមួយនឹង a បាបូកជាមួយនឹង epsilon លើ2ចំពោះគ្រប់ n ធំជាងឬស្មើជាមួយនឹង n ធំអញ្ចឹងមានន័យថាផ្នែកដែលតូចជាងនេះគឺអនន្តតួនៃ n អញ្ចឹងយើងទាញបាន a បាបូកជាមួយនឹង epsilon លើ2គឺជាគោលលើនៃសំណុំដែលមានទម្រង់ a ការបស់យើងចាប់ផ្ដើមពី n តូចយើងទទួលបាន a n បាដែលយើងតាំងឲ្យsupremum នៃសំណុំដែលមានទម្រង់ a ការចាប់ពី n គឺទូជាង a បាបូកជាមួយនឹង epsilon នេះតាមយមន័យនៃ supremum យើងមើល a n បាគឺជា switch ចុះយើងមាន n បាដូចជា a បាបូក epsilon ចំពោះគ្រប់ n ចាប់ពី n ធំហើយឥឡូវយើងពិនិត្យមើល a បាដល់ epsilon លើ2ដូចជា an គឺនេះគឺពិតចំពោះអនន្តតួនៃ n បាទដូច្នេះយើងមាន a បាដល់ epsilon ដូចជា an បាចំពោះគ្រប់ n ដែលធ្វើឲ្យយើងទទួលបានវិសមភាពទាបមួយនៅត្រង់នេះគឺ a បាដល់ epsilon ដូចជា an បាដូចជា a បាបូកជាមួយនឹង epsilon ចំពោះគ្រប់ n ចាប់ពី n ធំទៅចឹងនៅត្រង់នេះគឺយើងទទួលបាន an បាគឺរួមទៅនឹង a បាតាមនិយមន័យនៃស្វេតរួមចុងក្រោយគឺយើងស្រាយ3នាំឲ្យ1យើង3នាំឲ្យ1នេះគឺយើងត្រូវជ្រើសយក an កាជាស្វេតរងមួយនៃស្វេត n យើងចាប់ពី n កាធំជាងឬស្មើជាមួយនឹង k នេះគឺតាមនិយមន័យនៃ a កាអញ្ចឹងយើងមាន an កាដូចជាឬស្មើជាមួយនឹង a កាបាហើយយើងបំពាក់ limit ហើយយើងដឹងថា limit នៃ a កាបាគឺស្មើជាមួយនឹង a បាបាទតែយើងទទួលបាន a បាគឺជាគោលលើមួយនៃ a យើងប្រើនិយមន័យ a បាកាបាទចឹងយើងអាចរើសបានស្វេត an មួយដែលព្រៀងផ្ទាល់វិសមភាពមួយនេះហើយយើងធ្វើលំនាំបែបនេះគឺយើងនឹងទទួលបានស្វេតរង an កាមួយដែលព្រៀងផ្ទាល់វិសមភាព a កាបាដល់1លើកាដូចជា an កាដូចជា a បាកាចឹងយើងប្រើទស្សវត្ស limit ទាបគឺមានន័យថា a បាគឺជា limit នៃ an កាចឹងយើងទទួលបាន a បាគឺជាធាតុរបស់ e តែដូច្នេះគឺ a បាស្មើជាមួយនឹង supremum ហើយស្មើជាមួយនឹង limit អាងនៃ an បាទនេះគឺជាចំណុចទី1ដែលយើងចង់បានចឹងតាមរយៈលទ្ធផលមួយនេះគឺផ្ដល់នៅលក្ខណៈសម្គាល់ផ្សេងទៀតពាក់ព័ន្ធជាមួយនឹង lim sub ដែលទី1យើងព្យាយាមគណនាដោយប្រើដែលជាសំណុំ limit បាទណានៃ switch ទាំងអស់របស់ an ហើយនឹងចំណុចទី3នេះគឺផ្ដល់នៅរបៀបផ្សេងមួយទៀតដែលយើងអាចគណនា limit លើនៃ switch ណាមួយបាទណាយ៉ាងទាំងអស់នេះគឺវាសមមូលគ្នាបាទដែលយើងអាចពិនិត្យមើលបានហើយយើងមានលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍មួយនៅត្រង់នេះគឺពាក់ព័ន្ធជាមួយនឹងបើសិនជាសំណុំ limit នៃ switch row ទាំងអស់នៅ switch ទាល់ an គឺមានតែមួយលេខដែលយើងតាំងដោយ a នៅ switch an គឺរួមទៅដល់ a យើងទ្រឹស្ដីនេះគេនិយាយថាបើសិនជា an គឺជា switch ទាល់ a គឺជាធាតុរបស់ a ហើយបើសិនជាគ្រប់ switch រងរួមនៃ an គឺរួមទៅដល់ a នោះគឺយើងមាន an គឺរួមទៅដល់ a ចឹងហើយមានន័យថា an រួមទៅដល់ a លុះត្រាតែ lim sub ស្មើជាមួយនឹង lim a ស្មើជាមួយនឹង a អានេះគឺជាលទ្ធផលដែលគួរឲ្យចាប់អារម្មណ៍មួយដែលភ្ជាប់ទំនាក់ទំនងនៃភាពរួមហើយយើងអាចពិនិត្យមើល lim sub lim a របស់វាសម្រាប់បញ្ជាក់នៅត្រង់នេះគឺពាក់ព័ន្ធជាមួយនឹងទស្សវត្ស Boussinesq ហើយយើងសន្មតថា an គឺមិនរួមទៅនឹង a នោះទេនេះគឺយើងត្រូវបដិសេធទៅលើសំដៅដែលនិយាយថា an រួមទៅនឹង a វាមាន epsilon វិជ្ជមានចំពោះគ្រប់ n ជារបស់ n ធំ
វាមានអិនដូចចាប់ពីអិនធំទៅដែលអាអិនដល់អាធំជាងអាប់សេឡនគឺនៅត្រង់នេះយើងចាប់ផ្ដើមទាញយក switch រងដល់ហ្នឹងដែលវាមាន n1 ធំជាងការតម្លៃនៃការដែល n1 ដល់ a ធំជាង epsilon n2 ធំជាង n1 បូក1 n2 ដល់ a ធំជាងស្មើ epsilon យើងបន្តបែបនេះគឺយើងមាន switch រង ANK1 ដែលតម្លៃនៃការដែល ANK ដល់ a ធំជាងឬស្មើជាមួយនឹង epsilon ចំពោះគ្រប់ការជារបស់ n អញ្ចឹងយើងប្រើលក្ខខណ្ឌ ANK គឺជា switch ទាល់តាមទស្សវត្ស Bolzano-Weierstrass มันគឺវាមាន switch រងរួមមួយអាចនិយាយថា2ការដែលជា switch រងមួយនៃ AN អញ្ចឹងតាមការសន្មតគឺ B ការរួមទៅនឹង A ដែលផ្ទុយពីអ្វីដែលយើងបានឃើញមុននេះបន្តិចគឺតម្លៃនៃការដែល ANK ដល់ A ធំជាងឬស្មើជាមួយនឹង epsilon ចំពោះគ្រប់ការជារបស់ n ជាមានន័យថាគឺ AN គឺត្រូវតែរួមទៅនឹង A បាទហើយយើងមើលឧទាហរណ៍មួយទៀតពាក់ព័ន្ធជាមួយនឹងការគណនាលីមស៊ុបហើយនិងលីមអាំងតាមចំណុចទី3នៅក្នុងទ្រឹស្ដីដែលយើងបានឃើញជាស្ដែងដូចជា AN ស្មើដក1ស្វ័យគុណ n ចឹងយើងគណនាស៊ុតរីម៉ូនៃដក1ស្វ័យគុណការចាប់ពី n រួចទៅជានេះគឺស្មើ1អញ្ចឹងយើងទទួលបានលីមស៊ុបនៃ AN ស្មើជាមួយនឹង1ដូចគ្នាដែរ infimum នៃដក1ស្វ័យគុណការចំពោះការចាប់ពី n ទៅគឺដក1ជាងលីមអាងគឺស្មើជាមួយនឹងដក1បើសិនជាយើងក៏លេខទៅមើលឧទាហរណ៍ទី2គឺ AN ស្មើជាមួយនឹង1បូក1លើ n យើងព្យាយាមគណនា supremum នៃ1បូក1លើការចាប់ពី n ធំទៅនេះគឺស្មើ1បូក1លើ n យ៉ាងលីមស៊ុបនៅត្រង់នេះគឺស្មើជាមួយនឹង1ដូចគ្នាដែរចំពោះ infimum នៃ1បូក1លើការគឺស្មើ1ចំពោះគ្រប់ n យើងទាញបានលីមអាងគឺស្មើជាមួយនឹង1អញ្ចឹងក្នុងករណីនេះតាមពិតគឺយើងមានលីមស៊ុបស្មើជាមួយនឹងលីមអាងស្មើជាមួយនឹង1ដែលបញ្ជាក់ថា AN គឺជា switch រួមហើយ limit របស់វាគឺស្មើជាមួយនឹង1បាទអញ្ចឹងយើងនឹងបញ្ចប់ការពិភាក្សានៅថ្ងៃនេះគឺត្រឹមលក្ខណៈប្រមាណវិធីដែលទៅជាមួយនឹងលីមស៊ុបហើយនិងលីមអាងដែលយើងមិនបានផ្ដល់នៅសម្រាប់បញ្ជាក់នោះទេសម្រាប់បញ្ជាក់នេះគឺមានលក្ខណៈប្រហាក់បែបជាមួយនឹងលក្ខណៈ supremum ហើយនិង infimum សម្រាប់សំណុំទូទៅដែលយើងបានឃើញពីមុនទី1គឺលីមស៊ុបនៃដក AN គឺស្មើជាមួយនឹងដកលីមអាងនៃ AN លីមស៊ុបនៃផលបូកគឺដូចជាឬស្មើជាមួយនឹងផលបូកនៃលីមស៊ុបនេះបើអង្គការស្រាប់ដៃកំណត់បានលីមអាងនៃផលបូកគឺធំជាងឬស្មើផលបូកនៃលីមអាងហើយបើសិនជាអង្គការស្រាប់ដៃកំណត់បានបើយើងគណនាលីមស៊ុបនៃចំនួនថេគុណជាមួយនឹង AN អាចយកជាងក្រៅបាននៅក្នុងលក្ខខណ្ឌ C ធំជាងឬស្មើ0លីមអាងគឺដូចគ្នាហើយលីមស៊ុបនៃផលគុណគឺដូចជាងឬស្មើផលគុណនៃលីមស៊ុបនៅក្នុងករណី AN BN គឺធំជាងឬស្មើ0ចំពោះគ្រប់ n តែសម្រាប់លីមអាងនៃផលគុណគឺធំជាងឬស្មើផលគុណនៃលីមអាងនៅក្នុងករណី AN BN ធំជាងឬស្មើ0យើងមានបើសិនជាយើងមាន AN ដូចជាងឬស្មើជាមួយនឹង BN ចំពោះគ្រប់ n នោះលីមអាងនៃ AN គឺដូចជាងឬស្មើលីមអាងនៃ BN លីមស៊ុបនៃ AN ដូចជាងឬស្មើជាមួយនឹងលីមស៊ុបនៃ BN អញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងជជែកគ្នាប៉ុណ្ណេះពាក់ព័ន្ធជាមួយនឹង limit លើហើយនិង limit ក្រោមបាទយើងបានផ្ដល់នៅលក្ខណៈសំខាន់3ពាក់ព័ន្ធជាមួយនឹង limit sub ក៏ដូចជា limit ang វាមានរបៀបគណនា2ដែលយើងបានឃើញនៅក្នុងឧទាហរណ៍នីមួយៗរបស់យើងហើយយើងក៏បានភ្ជាប់ទំនាក់ទំនងនៃ limit sub limit ang ទៅជាមួយនឹងភាពរួមនៃ switch ដែលយើងបានឃើញពីមុនមកផងដែរបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងបញ្ចប់ត្រឹមប៉ុណ្ណេះបាទអរគុណច្រើនที่យើង